យាយពីបើមុខមហូបស្លវិញបងប្អូនអើយគឺតដែលជារៀងរាល់ថ្ងៃហើយចាគាត់ថាខ្លះក៏ថតពេលខ្លះក៏អត់ថតអីចឹងទៅបងប្អូនចាដូចថ្ងៃហ្នឹងចឹងឆាទៀតដែរឆាសាច់ជ្រូកដែរមានអីខុសពីក្រៅពីសាច់ជ្រូកទេបងប្អូនចាបើមាន់ទិញគេគឺអត់ដែរហូបតែម្ដងបើមាន់ចាំខ្លួនឯងអាចនឹងធ្វើស្លហូបឬឆាចឹងបងប្អូនចាបើទិញគេចោលបាយបងប្អូនប្រវត្តិសាស្ត្រហើយមិនតែទិញទេព្រោះអីអ្នកផ្ទះពុកម្ដាយម៉ែក្មេកខ្ញុំគឺគាត់អត់ចូលចិត្តទេរឿងទិញមាន់គេពីក្រៅមកហូបចាមិននឹងចាំផ្ទះខ្លួនឯងចង់ធ្វើហូបគឺធ្វើហូបចឹងទៅបងប្អូនចាទិញយ៉ាងខ្លាំងតែសាច់ជ្រូកអីចឹងទេបងប្អូនសាច់ជ្រូកហើយនឹងសាច់គោអីចឹងទៅដូចជាត្រីបងប្អូនចាត្រីហ្នឹងក៏យូរទិញម្ដងដែរបងប្អូនតាត្រីតែពុកក្មេកខ្ញុំអ្នករទេតែថ្ងៃនេះគឺត្រីវាបានរៀងតិចអញ្ចឹងទៅក៏នឹកឃើញតែទិញសាច់ជ្រូកណាមួយត្រីវាមានបងប្អូនតែសាច់ជ្រូកទិញថាកម្រោឆាមីទេបងប្អូនចាតែទៅទិញទៅវាអត់មានមីក៏មកឆាជាមួយតកួននេះដើមខាត់ណាបងប្អូនដើមវាហ្នឹងចាំមកឆា